ភាពវីដេអូនៅក្នុងសង្ក្រានខាត់ស្វាយរៀងនៅចំចំណុចកណ្ដាលនៃទីរួមខាត់ស្វាយរៀងគឺវាមានឯករាជ្យនៅខាត់ស្វាយរៀងហ្នឹងហ្មងបងប្អូនសង្ក្រានមកសិនមិញនេះគឺមានការផ្ទុះចែករំលែកនៅវីដេអូរបស់ស្ត្រីម្នាក់ខ្ញុំមិនដឹងថាគាត់ជាស្ត្រីពិតឬក៏ជាភេទទី3ជាជនជាតិខ្មែរឬក៏ជាជនជាតិបរទេសណាមួយឬក៏យ៉ាងណានេះគឺមិនទាន់ដឹងច្បាស់តែកន្លងថាមានបងប្អូនយើងណាដែលគាត់តាមដានព័ត៌មាននេះស្អិតជាបងចយអាចជួយខមមិនប្រាប់នៅខាងក្រោមវីដេអូនេះផងថានៅក្នុងរូបភាពគាត់នេះគាត់បែបម៉េចណាគាត់កំពុងតែរំលេងហូកវីចាប់ដោះអាវលាត់ឡើងលើឆ្វាច់ចេញនីមកលើគោកហ្មងបងប្អូនក៏អត់មានពាក់អាវក្នុងណាព្រោះយើងធម្មតាយើងមនុស្សស្រីយើងមិនពាក់អាវក្នុងត្រូវអត់បងប្អូននៅពេលយើងដោះអាវខាងក្រៅនេះចេញក៏វាមានអាវក្នុងមួយជាន់ទៀតសម្រាប់បិទបាំងនេះបងមនុស្សស្រីដែរប៉ុន្តែគាត់ម្នាក់ហ្នឹងដោយបងចយដាក់រូបនេះអញ្ចឹងបងប្អូនមិនដឹងជាគាត់យ៉ាងម៉េចណាគាត់ក្នុងខ្លួនគាត់យ៉ាងម៉េចគាត់ចង់អួតថានេះគាត់ស្អាតគាត់ចង់អួតថាគាត់ទំធ្វើនេះមកខ្លំស្អាតណាគាត់ចង់ឲ្យគេឃើញវាយ៉ាងម៉េចរូបភាពនោះវាយ៉ាងម៉េចបងចយគិតវាអត់យល់មែនតើហ្មងហើយគាត់មនុស្សម្នាគេលេងបាញ់ទឹកអញឡើងពេញនឹងទូរស័ព្ទគ្រប់ជ្រុងគ្រប់ទិសដែលគេថតលេងសប្បាយអញ្ចឹងណាហើយស្រាប់តែគាត់មកដោះអាវលាត់ឡើងលើបង្ហាញនេះរបស់គាត់ដោយអត់មានភាពអៀនខ្មាស់សំបីមិនបន្តិចបដកម្មរបស់គាត់នៅក្នុងការធ្វើហ្នឹងគឺបែបលក្ខណៈធម្មតាបង្ហាញនេះដាក់គេឯងមនុស្សរាប់ពាន់រាប់ម៉ឺននាក់នៅកន្លែងលេងបាញ់ទឹកហ្នឹងគាត់ធម្មតាប្រតិកម្មរបស់គាត់គឺធម្មតាដែលមនុស្សស្រីទូទៅគឺមិនអាចធ្វើអញ្ចឹងបានណាបងប្អូនมันអាចធ្វើបានតែគាត់អាចធ្វើបាននេះចាគាត់អាចធ្វើបាននៅក្នុងកម្មវិធីសង្ក្រានរបស់ខ្មែរលេងបាញ់ទឹកនៅខាងខេត្តស្វាយរៀងបងប្អូនទីគោរពណាហើយខ្ញុំមើលទៅនេះរបស់គាត់ហ្នឹងអាចចាជានេះធ្វើយ៉ាងម៉េចវាស្អាតដែរបងប្អូនអានឹងមូខ្លំស្អាតហ្មងហើយមិនដឹងគាត់គិតយ៉ាងម៉េចគាត់ចង់អួតតែយ៉ាងម៉េចឲ្យគាត់យល់ថាយ៉ាងម៉េចបានគាត់មកធ្វើអញ្ចឹងអ្នកដែលដឹងលំអិតណាថាតើគាត់ជាភេទទី3ឬក៏ជានារីតែបងចយមិនជឿថាអាចទៅធ្វើអញ្ចឹងកើតតែឥឡូវវាកើតហើយនេះចាវាកើតហើយក៏កំពុងតែshareក៏កំពុងតែផ្ទុះការរិះគន់ច្រើនខ្លាំងមែនតែម្ដងទៅលើរូបគាត់តែអត់ទាន់បានដឹងព័ត៌មានលម្អិតតាក់ទងទៅនឹងរូបគាត់នៅឡើយទេបងប្អូនណាដែលដឹងបច្ចៈបន្ថែមអីក៏ជួយខមមិនប្រាប់ផងណាបងចយសុំខាន់រឿងនឹងត្រឹមប៉ុណ្្នឹងសិនមិនដឹងថាតើនឹងមានចំណាត់ការអីពីអាជ្ញាធរពាក់ព័ន្ធឬអត់ទេនៅពេលដែលគាត់បង្ហាញនៅរូបភាពនេះស្រស់នេះស្រស់ហ្មងចារូបធម៌នេះមកធម៌ចាមុំស្រស់ចាលាត់បង្ហាញគេឯងទូទៅជាសាធារណៈហ្មងចាអាចនឹងមានការហៅគាត់ទៅអប់រំឬក៏អីយ៉ាងម៉េចឬអត់នោះបងចង់នឹងតាមដានព័ត៌មាននេះយកមកចែកជូនបងប្អូនជាបន្តទៀតឥឡូវនេះគឺយើងសំខាន់រឿងរបស់គាត់ត្រឹមប៉ុណ្្នេះសិនជួបគ្នាជាមួយបងចង់នៅព័ត៌មានក្រោយៗសូមអរគុណ